ការប្រស័យតាក់ទងគ្នាគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗគ្រាន់តែការតាក់ទងគ្នាគឺធ្វើទៅតាមរបៀបផ្សេងៗគ្នាទៅតាមសម័យកាលនីមួយៗបើយើងក៏លេចទៅមើលកាលពីសម័យមុនពេលដែលពិភពលោកមិនទាន់មានបច្ចេកវិទ្យាទំនើបរាល់ពេលពួកគេត្រូវការប្រស័យតាក់ទងគ្នាគឺតម្រូវឲ្យគេសរសេរសារដោយផ្ញើតាមរយៈអ្នកនាំសារឬក៏ព្រាបនាំសារជាដើមដែលការធ្វើបែបនេះគឺពិតជាចំណាយពេលយូរនិងខាតទាំងកម្លាំងផងដែរតែបើយើងក៏លេចមកមើលសម័យបច្ចុប្បន្នវិញជាសម័យដែលពិភពលោកមានភាពជឿនលឿនទៅលើផ្នែកបច្ចេកវិទ្យាយើងសង្កេតឃើញថាមនុស្សលែងប្រស័យតាក់ទងគ្នាតាមរបៀបទាំងអស់នេះទៀតហើយពោលគឺពួកគេធ្វើការប្រស័យតាក់ទងគ្នាតាមរយៈទូរស័ព្ទដៃកុំព្យូទ័រឬក៏តាមកម្មវិធីផ្សេងៗទៀតក៏ប៉ុន្តែយើងសង្កេតឃើញថាកម្មវិធីដែលប្រជាជនខ្មែរប្រើប្រាស់សពថ្ងៃភាគច្រើនគឺជាកម្មវិធីដែលបង្កើតឡើងដោយបរទេសហើយរាល់ទិន្នន័យក៏បរទេសជាអ្នកគ្រប់គ្រងដែលវាធ្វើឲ្យមានបញ្ហាប្រឈមជាច្រើនមួយវិញទៀតកម្មវិធីភាគច្រើនគឺប្រើប្រាស់ភាសាបរទេសមិនសូវគាំទ្រជាមួយនឹងភាសាខ្មែរដែលជាហេតុធ្វើឲ្យប្រជាជនខ្មែរមួយចំនួនពិបាកប្រើប្រាស់ជាពិសេសគឺមនុស្សចាស់ដោយយល់ឃើញនៅបញ្ហាទាំងអស់នេះហើយទើបក្រុមពួកខ្ញុំសម្រេចចិត្តបង្កើតនូវកម្មវិធីទូរស័ព្ទដៃមួយឡើងដែលមានឈ្មោះថាចោចែកគឺជាកម្មវិធីសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងមិត្តភ័ក្តិគ្រួសារដោយអាចជជែកជាលក្ខណៈឯកជនឬជាក្រុមក៏បានដើម្បីប្រើប្រាស់កម្មវិធីរបស់ពួកយើងបានគឺតម្រូវឲ្យធ្វើការបង្កើតគណនីជាមុនសិនបន្ទាប់ពីបានបង្កើតគណនីរួចរាល់យើងអាចប្រើគណនីនោះដើម្បីធ្វើការជជែកបានហើយយើងក៏អាចស្វែងរកអ្នកប្រើប្រាស់តាមរយៈ username បានផងដែរចំពោះការផ្ញើសារយើងអាចផ្ញើសារចេញនិងទទួលសារចូលជាអក្សរជារូបភាពឬជា sticker ជាដើមលើសពីនេះទៅទៀតរាល់ការផ្ញើសារនីមួយៗគឺយើងអាចធ្វើការ reaction បានផងដែរ
ប្រសិនបើយើងចង់មើលព័ត៌មានលម្អិតរបស់អ្នកប្រើប្រាស់យើងគ្រាន់តែចុចទៅលើឈ្មោះរបស់អ្នកប្រើប្រាស់នោះចំពោះការផ្ញើសារជាក្រុមយើងអាចផ្ញើសារទៅកាន់មនុស្សច្រើនអ្នកបានក្នុងពេលតែមួយមិនត្រឹមតែប៉ុណ្ណោះយើងក៏អាចបន្ថែមសមាជិកថ្មីចូលក្នុងក្រុមបានផងដែរត្រង់ចំណុចនេះយើងអាចធ្វើការលុបការជជែកបានដោយគ្រាន់តែ swipe ពីឆ្វេងទៅស្ដាំរួចចុចលើប៊ូតុងលុបចំពោះការបង្កើតក្រុមយើងគ្រាន់តែចុចទៅលើសញ្ញាបូកបន្ទាប់មកជ្រើសរើសឈ្មោះអ្នកប្រើប្រាស់ដែលអ្នកចង់បង្កើតក្រុមជាមួយបន្ទាប់មកទៀតចុចលើប៊ូតុងបង្កើតក្រុមជាការស្រេចរីឯការកំណត់វិញគឺយើងអាចកំណត់ទៅលើការមើលគណនីខ្លួនឯងការកែប្រែព័ត៌មានរបស់គណនីឯកជនភាពនិងសន្តិសុខអាចបដូររូបរាងសំណួរសម្រួលអំពីយើងហើយក៏អាចចាក់ចេញពីគណនីបានផងដែរសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាលាអាន Technology Training Center ក្រសួងប្រៃសណីនិងទូរគមនាគមន៍និងមូលនិធិ SOR ដែលបានផ្ដល់ឱកាសអាហារូបករណ៍ដ៏មានតម្លៃដោយផ្ដល់អាហារូបករណ៍សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញ Mobile App ដោយប្រើ Flutter អាហារូបករណ៍នេះមិនត្រឹមតែជួយផ្ដល់ឱកាសឲ្យពួកខ្ញុំអាចស្វែងយល់បន្ថែមពី Flutter ដែលជាបច្ចេកវិទ្យាកំពុងទទួលបានការពេញនិយមបំផុតសម្រាប់ការអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃនៅពេលបច្ចុប្បន្នប៉ុណ្ណោះទេប៉ុន្តែក៏ជាការលើកទឹកចិត្តដ៏អស្ចារ្យសម្រាប់ពួកខ្ញុំក្នុងការបន្តការសិក្សានិងអភិវឌ្ឍខ្លួនក្នុងវិស័យព័ត៌មានវិទ្យាពួកខ្ញុំសូមបដិញ្ញាចិត្តថានឹងអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យបានល្អបំផុតដើម្បីអាចប្រើប្រាស់ចំណេះដឹងនិងជំនាញដែលពួកខ្ញុំទទួលបាននេះក្នុងការបង្កើតកម្មវិធីដែលមានប្រយោជន៍សម្រាប់សង្គមជាតិ